សួស្តីបងប្អូននេះគឺមុខងារមួយដែលបងប្អូនមួយចំនួនគឺគាត់អត់ទាន់បានដឹងដែលអ្នកប្រើប្រាស់ទូរស័ព្ទ iPhone អញ្ចឹងមុខងារហ្នឹងគឺការពារដើម្បីបងប្អូនហ្នឹងទុកទូរស័ព្ទអីចោលមានអ្នកណាម្នាក់ដែលមានគំនិតមិនល្អស្គាល់លេខកូដ password ទូរស័ព្ទដៃរបស់បងប្អូនគឺគេចុចចូលនៅក្នុង setting បដូរ Apple ID បាទរបស់បងប្អូនបានអញ្ចឹងបងប្អូនការពារកុំឲ្យមានអ្នកណាម្នាក់ដែលមានបំណងមិនល្អហើយលួចឬក៏យកទូរស័ព្ទបងប្អូនហ្នឹងទៅលេងហើយគេចុចចូលក្នុង setting ហ្នឹងគេបដូរ password Apple ID របស់បងប្អូនបានអញ្ចឹងបងប្អូនចូលទៅក្នុង setting ជាមួយខ្ញុំទាំងអស់គ្នាបាទចុចចូលមក setting មកបងប្អូន setting បាទបន្ទាប់មកបងប្អូនឃើញបែបនេះកាលណាចុច setting មកវាមាន account បាទ Apple ID របស់យើងបើសិនជាមានឃើញបែបនេះគឺយើងចុចចូលទៅបាទនៅពេលដែលចុចចូលទៅគឺគេចុចចូលមកក្នុង setting បាទចុចចូលមក setting ចុចចូលមកបែបនេះបងប្អូនឃើញហើយនេះបើសិនជាគេចង់បដូរ password Apple ID របស់យើងគឺគេចុច change password ណាកាលណាចុច change password បែបនេះមានន័យថាក្រុមហ៊ុន Apple គឺគេផ្ញើលេខកូដទៅ Gmail របស់យើងបាទនៅពេលដែលគេវាយលេខកូដនោះចូលគឺគេអាចបដូរលេខកូដពាក្យសម្ងាត់ password របស់យើងហ្នឹងថ្មីម្ដងទៀតអញ្ចឹងនៅពេលដែលគេបដូរគឺយើងអាចបានដឹងទេអញ្ចឹងវាជាបញ្ហានៅពេលដែលយើងលក់ទូរស័ព្ទឬមួយក៏យើងចង់យក account ហ្នឹងទៅប្រើប្រាស់ទូរស័ព្ទផ្សេងទៀតគឺមិនបានទេដោយសារយើងមិនស្គាល់ហ្នឹង password Apple ID នោះទេណាអញ្ចឹងយើងការពារកុំឲ្យអ្នកណាម្នាក់ចូលមកក្នុងនឹងបានណាបងប្អូនអញ្ចឹងយើងថយក្រោយវិញមកបាទបន្ទាប់ពីថយក្រោយមកហើយបាទបងប្អូនចូលមកក្នុង account នឹងដដែលមកបាទបងប្អូនចូលមកក្នុង setting ដដែលមកតទៅចូលមកហើយបងប្អូនបាទអូសឡើងទៅលើបន្តិចបាទអូសទៅលើបន្តិចបងឃើញទេចុចពាក្យថា screen time បងប្អូនចុចលើហ្នឹងមកបន្ទាប់មកបងប្អូន scroll ឡើងទៅលើបាទហើយបងប្អូននេះចុចពាក្យនេះ lock screen time setting បងប្អូនចុចលើពាក្យហ្នឹងមកបន្ទាប់មកកន្លែងនេះបាទ set a screen time passcode ណាបងប្អូនអញ្ចឹងបងប្អូនកន្លែងហ្នឹងគេឲ្យចុចបាទដាក់លេខកូដអញ្ចឹងបងប្អូនដាក់លេខកូដណាដែលចំណាំណាបងប្អូនស្រួលចំណាំបាទកន្លែងហ្នឹងគេឲ្យចុច2ដងបងប្អូនណាបាទលេខដដែលបាទបន្ទាប់មកចំណុចកន្លែងនេះគេឲ្យយើងបំពេញនៃ Gmail Apple ID របស់យើងណាបងប្អូនទូរស័ព្ទបងប្អូនកំពុងតែប្រើដែលដាក់លេខកូដបែបហ្នឹងគឺបងប្អូនបាទដាក់ Gmail Apple ID ហ្នឹងមកបាទគឺខ្ញុំវាយ Gmail ចូលសិនបាទបាទបងប្អូនវាយ Gmail Apple ID របស់យើងមកបាទបន្ទាប់មកបងប្អូនចុច OK នៅខាងលើបន្ទាប់មកកន្លែងនេះបងប្អូនគឺគេឲ្យយើងនឹងវាយ password Apple ID របស់យើងណា password Apple ID របស់យើងបងប្អូនបញ្ជាក់កន្លែងហ្នឹងបងប្អូនកន្លែងហ្នឹងមានន័យថានៅពេលដែលយើងបំពេញ Gmail password លេខកូដ Apple ID របស់យើងហើយបាទនៅពេលដែលគេចុចចូលក្នុង setting របស់យើងក៏ចុចកន្លែងនេះ screen time នេះដល់ពេលចុចចូលកន្លែងហ្នឹងទៅវាមានលេខកូដនៅពេលដែលគេចុចលេខកូដខុសគឺ Gmail របស់យើងហ្នឹងបាទវាផ្ញើសារឲ្យយើងហ្នឹង set up ជាមួយនឹង password ថ្មីម្ដងទៀតណាអញ្ចឹងវាពាក់ព័ន្ធជាមួយ Apple ID អញ្ចឹងគេមិនអាចដោះបានទេអញ្ចឹងបងប្អូនចុច OK មកបន្ទាប់ពីយើងបាយ Gmail និង password Apple ID របស់យើងចូលហើយចុច OK បាទនេះជាការស្រេចជាប់មួយហើយបងប្អូនណាបាទនៅពេលជាប់មួយចឹងហើយយើងចុច alert នេះបងប្អូនណាបាទចុច alert នេះមកដើម្បីយើងទៅបិទបាទកន្លែងរូបផ្ទាំង account យើងមិញហ្នឹងកុំឲ្យមើលឃើញបាទអញ្ចឹងបងប្អូនចុចចូលមកហើយបងប្អូន scroll ឡើងទៅលើបន្តិចនេះបងប្អូនចុចនេះ passcode fake ID បងប្អូនចុចកន្លែងហ្នឹងមកបន្ទាប់មកបងប្អូន allow នេះបងប្អូនកុំចុចណាចុចអាក្រោមនេះបាទដល់ពេលយើងចូលមកគឺឃើញគ្រីស alert នេះយើងកុំយកយើងយកអាក្រោមនេះបាទចុចអាក្រោមហ្នឹងគ្រីសមកបន្ទាប់មកគឺយើងវាយ password ដែលយើងវាយមុននឹងបន្តិចហ្នឹងបងប្អូន4ខ្ទង់ហ្នឹងគឺយើងវាយមកបាទបន្ទាប់មកគឺវាបានអូខេបងប្អូនឃើញទេលោតមកហើយអញ្ចឹងយើងបែកទៅក្រោយហើយយើងចុះមកខាងក្រោម passcode fake ID នឹងបន្តិចបងប្អូនណាគឺចូលពាក្យ account នេះបងប្អូនចុចចូលនឹងមកហើយគឺយើងចុចមកខាងក្រោមដូចគ្នាបងប្អូនណាបាទចុចមកប៉ុណ្ណឹងហើយគឺយើងបែកមកក្រោយមក
bà bạn một tiền máu clear về chào máu bà tọt máu có dùng cho một setting mới bóng bồn bà nè bóng bồn khởi thế cứ admin ai cho bà này chẳng đâu phải bóng bồn cho tới cứ cho bà này nè chẳng phải cà phê bạn nặng nơi bên đại cái nhạc khác cái pra cái đăng piปัญหาในเลย screen time នេះចឹងមានន័យថាគេចុចចូលមើលបន្ទាប់ពីចុចចូលមើលហើយគេចុចចូលនៅក្នុងដល់ពេលចុចចូលហើយគឺគេ scroll ឡើងទៅលើបាទអញ្ចឹងគេចុច account ចុច allow ក៏វាត្រូវការ password បាទលេខកូដរបស់យើងផងដែរអញ្ចឹងគឺគេមិនអាចចុចខុសទេបើសិនជាគេចុចខុសមានន័យថា modify របស់លេខកូដហ្នឹងគឺផ្ញើទៅដល់ Gmail បាទ Apple ID របស់យើងបាទអញ្ចឹងគឺគេមិនអាចដាក់បានទេអញ្ចឹងវាប៉ះពាល់ជាមួយនឹង Apple ID របស់យើងណាបងប្អូនអញ្ចឹងវាមានសុវត្ថិភាពត្រង់អញ្ចឹងបងប្អូនណាបាទអញ្ចឹងបានយើងដាក់ការពារដើម្បីកុំឲ្យអ្នកណាម្នាក់មានបំណងមិនល្អមកលើយើងនៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃរបស់យើងបានបាទចឹងមានវីដេអូនឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយសូមបងប្អូនពេញចិត្តវីដេអូនេះជួយចែករំលែកជួយ share ទៅឲ្យបងប្អូនដទៃទៀតឲ្យគាត់បានចេះបានរៀនធ្វើឲ្យដូចបងប្អូនផង